ហើយអាយុជាង20ឆ្នាំហើយមិនមែនថាមិនចង់រៀបការទេការពិតគឺមិនតន់រកគូឃើញប៉ុណ្ណោះខ្ញុំយល់ចិត្តគេជាងនាងទៅទៀតមិនតន់ពេញចិត្តនោះអត់បញ្ហាទេណាយិនហ្វុងមីងនឹងរើសម្នាក់ឲ្យឯងពេញចិត្តមិនខានទេអាយ៉ាអ្នកមីងណាស់ហើយចោមនុស្សដែលគេពេញចិត្តនោះទោះជានាងកាន់គុំដើររកក៏រំឃើញដែរមិនទាំងអាចទៅយិនហ្វុងចង់បានមនុស្សយ៉ាងម៉េចដែររៀងខ្ពស់សង្ខាមានមមហើយធំសុខភាពស្លូតបងរៀនសូត្រចេះដឹងច្រើនឬយ៉ាងម៉េចដែរប្រាប់មីងមកនេះខ្ញុំពិតជាមិនដែលបានគិតរឿងនេះមែនពុកដឹងគឺត្រូវការកូនប្រុសម្នាក់ដែលគ្មានប្រាក់គ្មានអំណាចគ្មានកម្រិតវប្បធម៌គ្មានសមត្ថភាពប៉ុន្តែបែរជាមានគុណធម៌ពិភពគុណទៅវិញយល់ល្អគឺមានថ្មីដៃខ្លះមែនទេបងហាតើពុកនឹងកូនយ៉ាងម៉េចហ្នឹងណែឯងមានសង្សារហើយបាញ់ចឹងយើងមិនបាច់ខ្វល់ទៀតទេគេជាអ្នកណាសំគ្នាដែរទេអត់ប្រាក់អត់អំណាចអាយ៉ាអ្នកមីងកុំស្ដាប់ពុកខ្ញុំនិយាយអីខ្ញុំពិតជាអត់មានមែនណាអូពុកនិយាយនេះផ្ដាល់ពុកប្រាប់កូនចុះគឺតែបានស្រួលទៅហើយសរសេរលិខិតសារភាពកំហុសចង់ឲ្យខ្ញុំសរសេរលិខិតសារភាពកំហុសទៀតទេមិនក៏ធ្វើអញ្ចឹងហើយហើយលេឡើងមកជើងម្នាក់លើឆាប់ដល់គុំចាស់នេះយកចោលហើយលេឡើងតែប្រាប់មកដល់ហើយតែប្រាប់នេះឆាប់ឡើងជួយរើគ្នាទៅអូលើដៃពីជើងម្នាក់តែប្រាប់នេះឆាប់ឡើងមកណារើអាចារ្យនេះចិត្តបោះចោលទៅបាទអូនេះយកអាគុំចាស់នេះយកទៅចោលទៅបាទមិនចេះគិតសោះយើងគង់ទៅទីភូមិឋាននេះមកវិញទេឆាប់លើជើងទៅមកបានហើយតម្លាក់ជួយចង់មកណាអត់លឿនឡើងជួយដល់លឿនឡើងអលឿនឡើងច្បាស់គឺជាហងទីនេះមានមនុស្សឈ្មោះគឺជាហងទេឡោមកចាស់ទីនេះគ្មានឈ្មោះគឺជាហងទេអត់មានទេអត់មានមែនណាគឺជាហងឯណាគឺជាហងមានកៅអីឯងក៏គឺជាហងហើយមកតាំងខ្ញុំលោកច្បាយខេតហៅឯងទៅណែមិនក៏មានរឿងទៀតហើយអ្នកប្រុសខ្ញុំបានធ្វើអីខុសទេកុំជិះច្រើនពេកមិនអីទេឯងធ្វើកាត់ទៅណាខ្ញុំមកវិញឥឡូវអត់លឿនឡើងអ្នកប្រុសអ្នកនៅដើរធ្វើខាសគេទៀតបើចង់មកជិះសមត្ថភាពមិនក៏នៅតំបន់ជនបទនេះនាំមកខាត់ពេលវេលាខ្ញុំស្អីទៀតបើនឹកមិនឃើញជោគបាយល្អសម្រាប់ពង្រឹងគេឈ្មោះគ្រួសារឡើងវិញទុកឲ្យខ្ញុំរៀបចំឲ្យចោះនេះលិខិតសុំជួបនឹងប្រាក់កម្រៃទៅសៀងហៃព្រឹកស្អែកជិះដំណើរទៅសៀងហៃរកកន្លែងធ្វើសូត្រតាជីងទីនោះគឺជាកន្លែងមើលល្អរបស់ខ្ញុំបើកបកគលលិខិតឲ្យគេមើលទៅគេច្បាស់ជាយល់ហើយត្រូវធ្វើដូចជាសម្ដីឯងនិយាយអញ្ចឹងប្រឹងប្រែងធ្វើមនុស្សហើយកុំបោះបង់ចោលគ្រប់ឱកាសសម្រាប់ឯងប្រឹងប្រែងឆ្ពោះទៅលើនៅក្នុងនោះខ្ញុំបានរៀបចំអស់ហើយសំអាងលើសមត្ថភាពឯងមានអ្វីដែរប៉ុណ្ណឹងគឺគ្មានប្រាក់កម្រៃពិសេសនឹងការមើលថែស្អីទេត្រូវហើយពេលឯងដល់សៀងហៃត្រូវប្រើឈ្មោះពីរឆុងសិនពីរឆុងសិនបានន័យថាអ្វីត្រូវសាច់ជាថ្មីទាំងអស់ចំពោះរឿងនឹងមនុស្សនៅអតីតកាលឯងកុំទៅប៉ះពាល់ទៀតអីនេះទើបជាមជ្ឈបាយដែលមានសមត្ថភាពចំពោះឯងខ្ញុំទៅពេលឯង2ឆ្នាំចាំមើលតើឯងអាចពឹងលើសមត្ថភាពរបស់ឯងអាចបញ្ចេញពីសមិទ្ធផលអីទេហើយចំពោះរឿងក្តីគ្រួសារខ្ញុំនឹងយកមកស៊ើបផ្សាយជាថ្មីហើយនឹងអនុវត្តតាមច្បាប់ក្រែងឯងចង់ដឹងថាអ្នកដែលបួសបង្កាច់គ្រួសារឯងនោះជាអ្នកណាសុំទោសលោកម្ចាស់ហេតុអីក៏ចង់ជួយខ្ញុំឯងមិនបាច់សួរច្រើនទេធ្វើតាមសម្ដីយើងទៅបានហើយ